ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿង Game នៃស្នេហាពិតភាគ3យកមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនានោះជាមួយនឹងសែននៅពេលដែលសម្លឹងមកគ្នាមកសន្ទុះហើយក៏ចាប់ផ្ដើមសម្រួលអិរិយាបថឡើងវិញអញ្ចឹងណានៅពេលដែលសែនសួរថានាងមិនអីទេអីនោះក៏ចាប់ដើមឡើងមកច្រានសែនម្ដងទៀតលើកនេះសែនគឺចាប់3នាងដាក់ទៅលើក្រែតែម្ដងនៅពេលដែលនោះព្យាយាមរើបំរាស់ពេកសែនក៏បានស្ដីឲ្យអញ្ចឹងណានៅឲ្យស្ងៀមទៅធ្វើការងាររៀបរាល់ខ្ញុំចេញទៅវិញហើយចំណែកនោះរបស់យើងឮតែប៉ុណ្្នឹងក៏សំងំស្ងៀមទៅបន្ទាប់មកសែនបានលើកជើងរបស់នោះដូចឈឺនៅទាំងអស់គ្នានឹងយកស្ប្រាយមកបាញ់ឲ្យថែមទាំងម៉ាស្សាឲ្យនោះថែមទៀតផងមើលទៅសកម្មភាពរបស់សែនពិតជាយកចិត្តទុកដាក់មែនទែនពេលនោះផងដែរនោះក៏បាននិយាយថាខ្ញុំអត់ឆ្ងល់នោះទេហេតុអីបានកាលពីមុនណាប៉ាម៉ាក់របស់ខ្ញុំយកឯងមកចិញ្ចឹមពីក្មេងកំព្រាដ៏ក្រីក្រម្នាក់ឥឡូវនេះបានខ្លាចជាអ្នកគ្រប់គ្រងក្រុមហ៊ុនដ៏ធំរបស់គ្រួសារអ្នកមានព្រោះតែឯងគឺជាមនុស្សដែលពុតត្បិតនិងមានល្បិចខ្លាំងបំផុតសែនលឺហើយគឺថាធ្វើមុខបែបហួសចិត្តចឹងណាបន្ទាប់មកគេក៏បាននិយាយទៅកាន់នោះថាខ្ញុំមិនចង់ប្រកែកជាមួយនឹងនាងនោះទេប៉ុន្តែខ្ញុំមើលថែនាងដោយសារតែការពឹងពាក់របស់មីងរងគាត់បារម្ភពីសុវត្ថិភាពរបស់នាងនិយាយឲ្យសែនក៏បានដើរចេញអញ្ចឹងណាសែនជៀនខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលឯងប៉ងគិតសម័យវារលាយទាំងអស់សែនងាកមើលមុខនោះនឹងនិយាយថាខ្ញុំរងចាំមើលហើយក៏ញញឹមដើរចេញទៅអញ្ចឹងណាបន្ទាប់មកនោះក៏បានលើកទូរស័ព្ទអញ្ចឹងណាមិត្តភ័ក្តិរបស់នោះបានខលមកប្រាប់ថាថ្ងៃស្អែកនេះប៉ៃសៀនឹងធ្វើពិធីសម្ពោធខាងកាយសម្ផស្សដ៏ធំហើយគឺជាការដាក់ទុនរបស់ឪពុកអ្នកនាងនោះឮតែប៉ុណ្្នឹងហើយគឺបញ្ញាប់ទៅមើលព័ត៌មានអញ្ចឹងណានៅពេលដែលមើលព័ត៌មានហើយនាងក៏បាននិយាយថាឱកាសបានមកដល់ហើយស្អែកឡើងនោះក៏បានដើរចូលមកកម្មវិធីសម្ពោធខាងកាយសម្ផស្សរបស់ប៉ៃសៀអ្នកទាំងអស់គ្នានោះនៅពេលដែលឃើញគេដាក់តាំងរូបប៉ៃសៀនៅក្នុងនោះនាងក៏បានបដូររូបនឹងទៅលើដីហើយនាងក៏បានដើរជន់រូបរបស់ប៉ៃសៀងាកមកកាន់សែនដែលកំពុងតែប្រជុំកិច្ចការសំខាន់នៅក្នុងក្រុមហ៊ុនគ្រាន់តែគេបានទទួលទូរស័ព្ទក៏បានរត់ចាកចេញភ្លាមដែលមិនមានប្រាប់អ្នកណាម្នាក់ថាមានរឿងអីនោះទេចូលមកដល់កម្មវិធីឃើញថាប៉ៃសៀគឺបានចេញមកជាមួយនឹងកិត្តិយសនិងការទះដៃអបអរសាទរពីមនុស្សគ្រប់គ្នាអញ្ចឹងណាហើយភាគច្រើនអ្នកនៅទីនេះគឺសុទ្ធតែជាអ្នកកាសែតនៅពេលដែលប៉ៃសៀកំពុងតែនិយាយទៅកាន់អ្នកកាសែតទាំងអស់ស្រាប់តែមានអ្នកកាសែតម្នាក់បានងើបមកសួរថាអ្នកនាងប៉ៃសៀយើងបានលេចលឺដំណឹងថាអ្នកនាងជាមួយនឹងម្ចាស់ក្រុមហ៊ុនយ៉ាងហ្វីស៊ូមីងលីគឺមានទំនាក់ទំនងមិនធម្មតាតែមែនទេពេលនោះផងដែរក៏មានអ្នកកាសែតងើបមកសួរបន្តពីរឿងហ្នឹងអញ្ចឹងណាប៉ុន្តែប៉ៃសៀបានតបទៅវិញថាថ្ងៃនេះអត់ចង់និយាយរឿងឯកជននោះទេចង់និយាយតែអំពីពិធីបើកសម្ពោធនេះតែប៉ុណ្ណោះស្រាប់ពេលនោះផងដែរនោះក៏បានដើរមកដល់នឹងនិយាយថាត្រូវអីប៉ៃសៀនាងមិនហ៊ាននិយាយព្រោះតែនាងខ្មាស់អៀនមែនអត់ប៉ៃសៀគ្រាន់តែឃើញនោះគឺមានអារម្មណ៍ថានាងខឹងនោះខ្លាំងមែនទែនប៉ុន្តែគឺព្យាយាមញញឹមនៅពេលដែលនោះដើរមកចិត្តអញ្ចឹងណាបន្ទាប់មកនោះក៏បានបកអាក្រាតទាំងអស់ថាប៉ៃសៀគឺជាស្រីរបស់ឪពុកនាងហើយក៏ជាអ្នកបំបីបំបាក់ក្រុមគ្រួសាររបស់នាងដែរអ្នកនៅទីនោះឮតែប៉ុណ្្នឹងក៏ថានាំគ្នាទាញទូរស័ព្ទយកមកផ្ដិតរូបនិងវីដេអូល្អៗនៅទីនេះតែម្ដងព័ត៌មានហ្នឹងបើចេញទៅដឹងតែផ្ទុះហើយប៉ៃសៀបាននិយាយទៅកាន់នោះវិញថាចង់ចោទប្រកាន់អ្នកណាម្នាក់នាងគួរតែមានភស្តុតាងឥឡូវនាងចង់ឲ្យខ្ញុំយកភស្តុតាងចេញមកអត់ចុះគ្រប់គ្នាឮតែប៉ុណ្្នឹងគឺថាស្រែកឲ្យយកភស្តុតាងចេញមកអញ្ចឹងណាធ្វើឲ្យប៉ៃសៀនេះមើលទៅគឺរៀងខ្លាចដែរតានោះក៏បន្ថែមទៀតថាប៉ៃសៀនាងមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលនាងទៅតាក់ទងបរិសុទ្ធចំណាស់ដែលមានប្រពន្ធហើយបំបីបំបាក់គ្រួសារគេនឹងយកលុយមកបើកហាងមួយនេះហើយធ្វើដូចខ្លួនឯងនឹងគឺជាមនុស្សស្រីដែលថ្លៃថ្នូរនេះគឺជាការវិនិយោគដ៏ស្របច្បាប់របស់ក្រុមហ៊ុនយ៉ានហ្វីបើគ្មានភស្តុតាងកុំនិយាយប្រេះផ្ដាស់ប្រយ័ត្នត្រូវគេប្តឹងនាងគឺជាអ្នកខ្មាស់គេក្នុងនាមជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនយ៉ានហ្វីខ្ញុំខ្លាចថាក្រុមគ្រួសាររបស់នាងត្រូវខ្មាស់គេដោយសារតែភាពឆោតល្ងង់របស់នាងបើសិននាងនៅតែមិនត្រឡប់ទៅវិញពេលនេះទៀតនោះយើងអត់មាត់ញញឹមអញ្ចឹងណាហើយក៏បានតែកំភ្លៀងប៉ៃសៀមួយដៃនៅចំពោះមុខមនុស្សគ្រប់គ្នាតែម្ដងហើយមើលទឹកមុខរបស់ប៉ៃសៀអ្នកទាំងអស់គ្នានោះក៏បាននិយាយថាមកកំភ្លៀងនេះខ្ញុំទះជំនួសម្ដាយរបស់ខ្ញុំទះកំភ្លៀងប៉ុណ្ណឹងមិនអស់ចិត្តណានាងក៏បានស្ទុះទៅយកទឹកជះដាក់ប៉ៃសៀអញ្ចឹងណាប៉ុន្តែត្រូវបានសែនមកទាន់នឹងរងជាប់ធ្វើឲ្យនោះរបស់យើងខឹងខ្លាំងមែនទែនហេតុអីបានជាសែនមកទីនេះដើម្បីការពារប៉ៃសៀស្រាប់ពេលដែលសែនជាយាមហៅនោះត្រឡប់ទៅវិញប៉ុន្តែនោះអត់ព្រមទៅសែនក៏បានចាប់លីនោះចេញពីកម្មវិធីនោះតែម្ដងងាកមកកាន់ប៉ៃសៀនេះក៏ចាប់ផ្ដើមសម្ដែងធ្វើជាតួកំសត់នៅមុខអ្នកកាសែតទៀតហើយក្នុងចំណោមអ្នកកាសែតទាំងអស់ហ្នឹងគឺមានមនុស្សស្រីម្នាក់ដែលជាជើងដៃរបស់នោះយើងបានផ្ញើវីដេអូនៅក្នុងហេតុការណ៍ទាំងអស់ហ្នឹងទៅឲ្យនោះទៅនៅពេលដែលសែនជាមួយនឹងនោះចេញមកដល់ខាងក្រៅឃើញថានោះខាងខ្លាំងមែនទែនច្រានផងវាយផងថ
ថាឲ្យសែនគឺជាមនុស្សឈួតអញ្ចឹងណាហេតុអីក៏ឯងមករៀបរៀងការងាររបស់ខ្ញុំកុំគិតថាខ្ញុំបោះបង់ត្រឹមនេះនាងបំរុងនឹងដើរទៅរករឿងប៉ៃសៀទៀតប៉ុន្តែត្រូវបានសែនចាប់ដៃជាប់អញ្ចឹងណាពួកគេទាំងពីរនាក់ក៏ចាប់ដើមបតៃបតប់គ្នារហូតដល់អស់ចំហសែនជាមួយនឹងនូក៏បានដួលទៅក្នុងអាងទឹកមួយអាដួលចូលអាងទឹកឡើងសើមខ្លួនជោគប៉ុណ្្នឹងហើយនូក៏នៅតែវាយសែនបន្ទាប់មកឃើញថាអ្នកដែលនៅជុំវិញហ្នឹងគឺពួកគេចាប់ដើមយកទូរស័ព្ទមកថតអញ្ចឹងណាសែនណាស្ទុះមកអង្គុយបាំងនូនឹងនិយាយប្រាប់ទៅកាន់នូថាចូលចិត្តឲ្យគេថតរូបណាស់មែននៅពេលដែលពួកគេបានដើរមកដល់ឡានណាសែនក៏បានយកកសែងបំរុងឲ្យនូជូតសក់អញ្ចឹងណាប៉ុន្តែនូនាងមិនត្រូវការនោះទេនឹងបាននិយាយថាខ្ញុំចង់សងសឹកឲ្យម្ដាយរបស់ខ្ញុំហេតុអីក៏ឯងនៅតែការពារប៉ៃសៀឯងនៅតែស្រឡាញ់នាងមែនអត់ហើយបើនៅតែស្រឡាញ់នាងមិនបានអនុញ្ញាតឲ្យនាងទៅតាក់ទងជាមួយនឹងប៉ារបស់ខ្ញុំសែនក៏និយាយកាត់ថាខ្ញុំកំពុងតែការពារនាងបន្ទាប់មកគេក៏ទទួលបានទូរស័ព្ទមួយម្នាក់ហ្នឹងគឺបាននិយាយប្រាប់សែនថាគេកំពុងតែស្នើសុំឲ្យអ្នកដែលនៅក្នុងកម្មវិធីលុបវីដេអូចេញទាំងអស់អញ្ចឹងណាហើយសម្រាប់អ្នកសារព័ត៌មានគឺមិនឲ្យផ្សព្វផ្សាយព័ត៌មាននឹងចេញទៅនោះទេបើសិនជាមិនសហការក្រុមហ៊ុនយ៉ាន់ហ្វីនឹងលេងពួកគេទៅតាមផ្លូវច្បាប់ឯងអាចហាមឃាត់អ្នកកសែតប៉ុន្តែឯងមិនអាចហាមឃាត់អ្នកលេងបណ្ដាញសង្គមនោះទេនាងពិតជាចង់ឲ្យគ្រប់គ្នានៅលើបណ្ដាញសង្គមឃើញវីដេអូមួយនេះណាមែនត្រូវហើយបើសិនជាវីដេអូនេះបង្ហោះចុះបណ្ដាញសង្គមវាពិតជាអស្ចារ្យខ្លាំងណាស់ហើយនិយាយពីថាសែនយើងគឺថាអត់សូវចេះប្រកែកជាមួយនូច្រើននោះទេក៏បានបើកទ្វារឡាននិងហៅឲ្យនាងត្រឡប់ទៅផ្ទះរបស់គេពីព្រោះថាពេលនេះនាងមិនទាន់អាចត្រឡប់ទៅកាន់វីឡាគ្រួសារស៊ូបាននោះទេពួកឪពុករបស់នូពេលនេះប្រកាសជាខឹងនាងខ្លាំងហើយនៅពេលដែលដល់ផ្ទះរបស់សែននូក៏សួរសែនថាឯងទុកផ្ទះនេះដើម្បីទុកណាត់ជួបស្រីមែននិយាយទៅក្នុងខួរក្បាលនូសែនអាក្រក់ខ្លាំងមែនទែនប៉ុន្តែសម្រាប់សែននូនិយាយទៅគេបានទៅយកកៅអៅរបស់គេនៅក្នុងទូយកមកឲ្យនូមកកាផ្លេអញ្ចឹងណាដែលប្រាប់ថាឲ្យទៅងូតទឹកហើយទៅងូតទឹកក្តៅកុំទៅងូតទឹកត្រជាក់ពីព្រោះពេលនេះអាកាសធាតុនៅខាងក្រៅត្រជាក់គេខ្លាចនូឈឺអីអញ្ចឹងណាបន្ទាប់មកសែនក៏បានមកធ្វើទឹកខ្ញីសម្រាប់នូនៅពេលដែលគេកំពុងតែធ្វើទឹកខ្ញីបដាគេក៏បាននឹកឃើញអនុស្សាវរីយ៍រវាងគេជាមួយនឹងនូកាលពីក្មេងអេដមីនមានអារម្មណ៍ថាមើលទង្វើសែនហើយក៏នឹកឃើញដល់យូរីជាមួយនឹងជេនៅទាំងអស់គ្នាយូរីយកចិត្តទុកដាក់ជាមួយនឹងជេខ្លាំងណាស់មិនខុសពីសែនយកចិត្តទុកដាក់ជាមួយនឹងនូនោះទេនៅពេលដែលនូងូតទឹកហើយចុះមកដល់ខាងក្រោមសែនក៏បានប្រាប់នាងថាត្រូវកន្លែងអង្គុយសិនទៅតែខ្ញីហើយឥឡូវហើយនូនៅពេលដែលលឺអញ្ចឹងក៏បានដើរមកមើលនៅក្នុងផ្ទះអញ្ចឹងណាក៏ឃើញវីយូឡុងដ៏ធំមួយនាងចាប់ផ្ដើមនឹកឃើញអនុស្សាវរីយ៍រវាងនាងជាមួយនឹងសែនទៀតហើយដែលកាលពីមុនសែនគឺចូលចិត្តលេងវីយូឡុងអីអញ្ចឹងណាបន្ទាប់មកនូក៏បានទិញអាប្រដាប់កោដវីយូឡុងជាម៉ាក់ដែលសែនចង់បានធ្វើឲ្យសែនគឺថាសប្បាយចិត្តខ្លាំងមែនទែនហើយមើលទៅពួកគេពីមុនគឺពិតជាមានក្តីសុខខ្លាំងណាស់អ្នកទាំងអស់គ្នាងាកមកកាន់បច្ចុប្បន្នតែខ្ញីរីករាល់សែនក៏បានយកវាមកឲ្យនូអញ្ចឹងណានូបានសួរទៅកាន់សែនឯងអត់តន់ឆ្លើយជាមួយខ្ញុំនោះទេហេតុអីបានជាឯងការពារប៉ៃសៀនោះខ្លាំងម៉េះមិនចំណែនប៉ៃសៀមែនខ្ញុំគឺជាកូនស្រីម្ចាស់ក្រុមហ៊ុនយ៉ាន់ហ្វីទាំងមូលរឿងអីបានជាខ្ញុំទៅចំណែនស្រីម្នាក់នោះទៅវិញខ្ញុំបានរំសាយអាពាហ៍ពិពាហ៍រវាងខ្ញុំជាមួយនឹងប៉ៃសៀតាំងពីពេលណាមុនពេលដែលនាងត្រឡប់មកវិញនូចាប់ដើមសង្ស័យនៅក្នុងចិត្តដែលនាងគិតថាសែនកំពុងតែរៀបល្បិចដែលធ្វើឲ្យនាងចូលអន្ទាក់គេអញ្ចឹងណាគេចង់ឲ្យនាងដឹងអំពីទំនាក់ទំនងប៉ៃសៀជាមួយនឹងឪពុករបស់ខ្លួនហើយនៅពេលដែលនាងព្យាយាមរករឿងទៅកាន់ប៉ៃសៀកាន់តែខ្លាំងឪពុករបស់នាងនឹងរៀបការជាមួយប៉ៃសៀកាន់តែឆាប់ផងដែរពេលនេះនូក៏ចាប់ដើមឆ្លាតរៀងយល់បន្តិចណានៅពេលហ្នឹងផងដែរសែនក៏ទទួលបានសារមួយហើយសារមួយហ្នឹងគឺជាវីដេអូរបស់នូទៅរករឿងប៉ៃសៀដល់ក្នុងពិធីសម្ពោធហាងដូចនូនិយាយអញ្ចឹងអាចហាមអ្នកកសែតប៉ុន្តែមិនអាចហាមពួកអ្នកនៅក្នុងបណ្ដាញសង្គមបាននោះទេសែនគាត់នឹកឃើញហើយគឺដឹងថានូគឺជាអ្នកធ្វើអញ្ចឹងណានូក៏បាននិយាយទៅកាន់សែនថាឥឡូវភ្នាល់ជាមួយខ្ញុំកម្រងការដែលឯងចង់ឲ្យប៉ៃសៀរៀបការជាមួយឪពុកខ្ញុំវានឹងបរាជ័យនៅពេលចុងក្រោយនិយាយឲ្យនូក៏បានដើរចាក់ចេញទៅសែនក៏បាននិយាយថាបញ្ញាប់ត្រឡប់ទៅផ្ទះម៉េះប៉ារបស់នាងមិនតាន់បាត់ខឹងនាងនៅឡើយនោះទេហើយអេដមីនឆ្ងល់អាប៉ែហ្នឹងអាម៉េចក៏នៅតែញញឹមដែរអត់មានចេះខឹងនូទាល់តែសោះភ្លាមនឹងផងដែរប៉ៃសៀក៏បានខលមកកាន់សែនដែលសួរថាធ្វើការមិនបានជាឲ្យព័ត៌មានបាយធ្លាយអញ្ចឹងបើសិនជាមនុស្សនៅក្នុងបណ្ដាញសង្គមបានដឹងអំពីរឿងនេះជីវិតរបស់ខ្ញុំប្រកាសជាចាប់ជាមិនខានបើរវល់តែខ្វល់ខ្វាយរឿងអត់ប្រយោជន៍អញ្ចឹងនាងគួរតែយកពេលទៅក្បែរស៊ូមិញលីឲ្យច្រើនរឿងភាគ3របស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះអរគុណមែនទែនបងប្អូនសម្រាប់ការតាមដានតាំងពីដើមរហូតដល់បញ្ចប់កុំភ្លេច Subscribe នៅលើ Channel របស់ Admin Comment រូបបេះដូងម្នាក់មួយនៅខាងក្រោមវីដេអូហើយកន្លងមក Admin ពិតជាអរគុណសម្រាប់ការគាំទ្របងប្អូនទាំងអស់គ្នាមកកាន់ Channel Admin អរគុណជម្រាបលាជួបគ្នាជាមួយនឹងវគ្គ4